ហើយនាងខ្ញុំជាអ្នកស្ម័គ្រចិត្តបញ្ចូលទិន្នន័យអណ្ដូងឲ្យអង្គការ Plan ជាធម្មតានាងខ្ញុំបញ្ចូលទិន្នន័យអណ្ដូងយ៉ាងតិច2ទៅ3ដងក្នុងមួយសប្តាហ៍អញ្ចឹងយើងទៅមើលការបញ្ចូលទិន្នន័យអណ្ដូងទាំងអស់គ្នាចាអញ្ចឹងមកមើលការបញ្ចូលទិន្នន័យទាំងអស់គ្នាគឺនេះគឺជាអណ្ដូងដែលនាងខ្ញុំតែងតែបញ្ចូលទិន្នន័យជារៀងរាល់សប្តាហ៍អញ្ចឹងមុនដំបូងយើងត្រូវសប់ទឹកដើម្បីយើងត្រូវសប់មើលសិនដើម្បីដឹងពីអណ្ដូងថាដំណើរការល្អឬយ៉ាងណាហើយបន្ទាប់មកយើងបើក Bluetooth បើកអ៊ីនធឺណិតបើក Bluetooth ហើយនឹងសេវាកម្មទីតាំងដើម្បីដឹងពីលេខកូដអណ្ដូងបន្ទាប់មកទៀតយើងនឹងស្គាល់ពីលេខកូដអណ្ដូងគឺលេខកូដ4726បន្ទាប់មកនាងខ្ញុំចុចកន្លែង Select All រងចាំការបញ្ជូនទៅខាងអង្គការប្រហែល1ទៅ2នាទីជាការស្រេចពីសារៈសំខាន់របស់អណ្ដូងទី1មានទឹកស្អាតប្រើទី2មានទឹកប្រើប្រាស់គ្រប់គ្រាន់ពេញ1ឆ្នាំហើយតកតងនឹង sensor ដែលបំពាក់នៅក្នុងអណ្ដូងទី1គឺយើងអាចដឹងនៅបរិមាណទឹកទី2ដំណើរការទី3នៅពេលដែលខូចយើងអាចជួសជុលទៅពេលវេលានិងអរគុណដល់អង្គការ Plan ដែលបានផ្ដល់អណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់និងបំពាក់ sensor ដើម្បីដឹងពីបរិមាណទឹកចាជាចុងក្រោយនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាចា